សូមជម្រាបសួរបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបគ្នាជាថ្មីនៅសាច់រឿងថ្មីមួយទៀតចង់ដឹងថាថ្ងៃនេះតើមានរឿងរ៉ាវឬព្រួចញ័ររន្ធត់បែបណានោះសូមបងប្អូនតាមដានទស្សនាស្ដាប់ទាំងអស់គ្នាដូចតទៅបាទសាច់រឿងនេះគឺតាក់ទងនឹងរឿងភូមិដែលគេបោះបង់ចោលមួយកន្លែងដែលមានអាយុកាលនោះជាច្រើនទសវត្សរ៍ណាស់មកហើយសុភ័ក្រនិងមិត្តភ័ក្តិ3នាក់ទៀតពួកគេបានសម្រេចចិត្តធ្វើដំណើរកម្សាន្តទៅកាន់តំបន់ភ្នំដាច់ស្រយាលមួយដោយសារមេឃងងឹតនិងភ្លៀងខ្លាំងពួកគេបានវង្វេងផ្លូវពួកគេដើររហូតដល់ភូមិមួយមើលទៅស្ងាត់ជ្រងំគ្មានពន្លឺភ្លើងសូម្បីតែមួយដួងពួកគេក៏បានសម្រេចចិត្តស្នាក់នៅលើផ្ទះឈើធំមួយនៅកណ្ដាលភូមិនោះនៅពេលពួកគេឈានជើងចូលក្នុងផ្ទះនោះស្រាប់តែមានក្លិនស្អុយដូចខ្មោចសត្វងាប់អញ្ចឹងចំណែកឯទ្វារក៏បិទដោយខ្លួនឯងយឺតនៅក្នុងផ្ទះនោះក៏មានរូបថតចាស់ដែលមនុស្សក្នុងរូបថតនោះហាក់ដូចជាកំពុងសម្លឹងមើលពួកគេគ្រប់ជំហានពួកគេក៏នាំគ្នាដេកលង់លក់ទៅលុះដល់ពាក់កណ្ដាលអាធ្រាត្រសុភ័ក្របានឮសំឡេងស្ត្រីម្នាក់យំខ្សឹបខ្សួលចេញមកពីក្រោមផ្ទះគាត់ក៏យកភ្លើងពិលរបស់គាត់ឈួលទៅរកសំឡេងនោះស្រាប់តែឃើញស្រមោលខ្មៅវែងអន្លាយកំពុងអង្គុយច្បូតសក់ខ្លួនឯងពេលដែលស្រមោលនោះងាកមកស្រាប់តែមុខរបស់នាងមានភ្នែកខូងជ្រៅច្រមុះនឹងមាត់របស់នាងពោពេញដោយឈាមហូរស្រក់លុះដល់ព្រឹកឡើងវិបុលដែលជាមិត្តភក្តិម្នាក់ក្នុងចំណោមពួកគេក៏បានបាត់ខ្លួនពីទីនោះទៅពួកគេបានដើររកជុំវិញផ្ទះស្រាប់តែឃើញអាវរបស់វិបុលព្យួរនៅលើមេឃជ្រៃធំមួយប៉ុន្តែមិនឃើញវិបុលទេនៅក្រោមដើមជ្រៃនោះក៏មានស្នាមកញ្ចក់ខ្វែងខ្វាត់ពេញដីតែម្ដងលុះបន្ទាប់មកពួកគេបានជួបតាចាស់ម្នាក់ភ្នែកងងឹតទាំងសងខាងគាត់បានប្រាប់ថាភូមិនេះមានប្រវត្តិត្រូវបណ្ដាសាកាលពី50ឆ្នាំមុនកាលនោះអ្នកភូមិទាំងអស់ត្រូវបានសម្លាប់ដើម្បីបូជាញ៉ាញ់ហើយព្រលឹងពួកគេមិនដែលទៅណាឆ្ងាយពីទីនេះឡើយលុះដល់យប់ទី2មកដល់សំឡេងតន្ត្រីបុរាណបានបន្លឺឡើងពេញភូមិពួកគេបានលបមើលតាមចន្លោះក្តារឃើញខ្មោចអ្នកភូមិរាប់រយនាក់កំពុងរាំរែកជុំវិញភ្នក់ភ្លើងពណ៌ខៀវហើយអ្វីដែលគួររន្ធត់បំផុតនោះគឺវិបុលដែលបាត់ខ្លួននៅយប់នោះកំពុងអង្គុយនៅចំកណ្ដាលពួកគេទាំងភ្នែកដែលសស្លេកស្លាំងដូចជាមនុស្សគ្មានវិញ្ញាណពេលនោះដែរខ្មោចទាំងអស់នោះស្រាប់តែឈប់រាំហើយងាកមកសម្លឹងផ្ទះដែលពួកគេកំពុងតែស្នាក់នៅនោះពួកខ្មោចបានចាប់ផ្ដើមវាឡើងលើផ្ទះដូចជាសត្វល្អិតអញ្ចឹងសុភ័ក្រនិងមិត្តភក្តិដទៃទៀតដែលនៅសល់បាននាំគ្នារត់ចេញតាមបង្អួចរួចរត់ចូលទៅក្នុងព្រៃជ្រៅទាំងដង្ហើមញាប់ញ័រគេបានរត់ទៅពួនក្នុងព្រះវិហារចាស់មួយនៅទីនោះពួកគេបានឃើញសាកសពវិបុលដែលត្រូវបានគេវះយកបេះដូងចេញភ្លាមនោះទ្វារវិហារបានបិទជិតឈឹងលាន់សំឡេងផាំងសំឡេងសើចកងរំពងពេញវិហារប៉ុន្តែរកម្ចាស់សំឡេងមិនឃើញដោយសារតែពេលនោះមានភាពងងឹតខ្លាំងពេកសុភ័ក្រមានអារម្មណ៍ថាដូចជាមានដៃត្រជាក់ស្រេបមកប៉ះកគាត់ពេលគាត់ងាកមកមើលមិត្តភក្តិដែលនៅសល់ម្នាក់ទៀតស្រាប់តែប្រែក្រឡាទៅជាស្ត្រីខ្មោចដែលគាត់បានឃើញយប់ដំបូងនោះនាងខ្សឹបដាក់ត្រចៀកគាត់ថាឯងកុំគិតថាចាញ់រួចពីទីនេះពន្លឺថ្ងៃរះឡើងភូមិនោះបានរលាយបាត់សាបសូន្យប្រែទៅជាកន្លែងកប់ខ្មោចចាស់មួយរថយន្តរបស់ពួកគេក៏ចតនៅទីនោះប៉ុន្តែមនុស្ស4នាក់បានបាត់ខ្លួនជារៀងរហូតអ្នកភូមិដែលនៅក្បែរនោះបាននិយាយថាជារៀងរាល់យប់ពេញបរមីគេតែងតែឃើញយុវជន4នាក់ដើរវង្វេងក្នុងវាលនោះទាំងស្រែកហៅរកផ្លូវត្រឡប់ទៅផ្ទះវិញរឿងរ៉ាវនេះចាប់ត្រឹមតែប៉ុណ្ណេះបងប្អូនកុំភ្លេចត្រួតពិនិត្យមើលក្រោមគ្រែផងមុនចូលគេងប្រយ័ត្នមានហេតុការណ៍ដែលនឹកស្មានមិនដល់អរគុណជម្រាបលាជួបគ្នានៅសាច់រឿងក្រោយទៀត